នេះគឺជាប្រវត្តិភ្នំបូកគោខេត្តកំពតបងប្អូននឹងទេផ្លូវឡើងភ្នំបូកគោធ្វើឡើងដោយមានអ្នកទោសចំនួន800នាក់យកមកពីគ្រប់ខេត្តនៃប្រទេសកម្ពុជានិងមានកម្មករមកធ្វើការស៊ីឈ្នួលធ្វើផ្លូវឡើងភ្នំនេះកាលពី100ឆ្នាំមុនហើយក្នុងអំឡុងពេលសាងសង់មានពលករស្លាប់ពី1000នាក់ទៅ2000នាក់ទាំងអ្នកទោសនិងប្រជាជនហើយសាងសង់រួចរាល់ជាស្ថាពរក្នុងឆ្នាំ1921អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូននៅទីតាំងភូមិសាស្ត្រដ៏សំខាន់មួយក្នុងខេត្តកំពតនោះគឺឧទ្យានជាតិព្រះមុនីវង្សបូកគោឧទ្យានជាតិព្រះមុនីវង្សបូកគោដែលត្រូវបានគេស្គាល់ភាគច្រើនថាឧទ្យានជាតិបូកគោដែលស្ថិតនៅក្នុងស្រុកទឹកឈូខេត្តកំពតភ្នំបូកគោមានកម្ពស់ចន្លោះពី750ម៉ែត្រដល់1075ម៉ែត្របើធៀបទៅនឹងនីវ៉ូទឹកសមុទ្រនិងមានចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ជើងភ្នំនិងចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំភ្នំបូកគោត្រូវបានគេរកឃើញនៅឆ្នាំ1917ដោយជនជាតិបារាំងឈ្មោះរលួសនិងត្រូវបានអភិវឌ្ឍឲ្យក្លាយទៅជារមណីយដ្ឋានក្នុងឆ្នាំ1921កាលពីមុនភ្នំបូកគោធ្លាប់ជាកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំងនិងរាជវង្សប៉ុណ្ណោះបើយើងក្រឡេកទៅមើលកាលពីអតីតកាលនៃបុរាណដ្ឋានមួយនេះភ្នំបូកគោមានឈ្មោះបែបនេះតាំងពីបុរាណព្រេងនាយមកម្ល៉េះព្រោះភ្នំនេះបើយើងមើលពីក្រុងកំពតឃើញមានទិដ្ឋភាពដូចបូកសត្វគោឡើងកទើបចាស់ចំនួនដើមដាក់ឈ្មោះថាភ្នំបូកគោយ៉ាងនេះទៅមុននឹងបន្តវីដេអូនេះខ្ញុំសូមអរគុណដល់ផលិតផលទឹកយិនសិនម៉ាអេអ៊ីដែលខ្ញុំបានយកតាមខ្លួនគ្រប់កន្លែងជាពិសេសនៅពេលដែលខ្ញុំនឿយហត់អស់កម្លាំងវាពិតជាបានជួយខ្ញុំច្រើនមែនទែនសម្រាប់បងប្អូនដែលចង់ជាវទឹកយិនសិនម៉ាអេអ៊ីបងប្អូនអាចទំនាក់ទំនងតាមរយៈ Facebook Page និង Telegram នៅក្នុងវីដេអូនេះសូមអរគុណក៏ប៉ុន្តែបងប្អូនមានដឹងអត់ប្រវត្តិនៃការដាក់ឈ្មោះឧទ្យានជាតិនេះគឺដាក់ទៅតាមព្រះមហាក្សត្រខ្មែរមួយអង្គគឺព្រះបាទស៊ីសុវត្ថិមុនីវង្សក្នុងអំឡុងពេលដែលព្រះអង្គឈឺចាប់ពេលដែលបារាំងបានចាញ់ពួកណាស៊ីអាល្លឺម៉ង់នៅឆ្នាំ1940ពួកជប៉ុនក៏បានឈ្លានពាននិងបានកាន់កាប់កម្ពុជានៅដើមឆ្នាំ1941ដោយពួកជប៉ុនបានឲ្យពួកមន្ត្រីបារាំងសញ្ជាតិខ្មែរឲ្យកាន់កាប់កិច្ចការខុសត្រូវក្រោមការគ្រប់គ្រងពីសំណាក់ជប៉ុនចំណែកនៅភាគខាងលិចនៃប្រទេសកម្ពុជាថៃដែលជាសម្ព័ន្ធមិត្តនឹងជប៉ុនបានចូលមកកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជាឡើងវិញក្រោយពីទ្រង់បានជ្រាបអំពីស្ថានភាពនោះមកព្រះបាទស៊ីសុវត្ថិមុនីវង្សទ្រង់មានទុកប្រតិជាអនេកដោយសារគ្មានអំណាចដោះស្រាយអ្វីៗបានព្រះអង្គក៏សម្រេចប្រតិយាងទៅកាន់ព្រះរាជដំណាក់នៅលើភ្នំបូកគោក្នុងខេត្តកំពតនៅចុងឆ្នាំ1941និងបានសោយទីវង្គតនៅទីនោះក្នុងឆ្នាំតែមួយនោះឯងវិលមកចូលនិយាយអំពីភ្នំបូកគោនេះវិញនៅទសវត្សរ៍ទី60រមណីយដ្ឋានភ្នំបូកគោនេះត្រូវបានគេបោះបង់ចោលដល់ទៅ2លើកដោយក្នុងនោះលើកទី1នៅឆ្នាំ1940និងលើកទី2នៅឆ្នាំ1972ហើយនៅឆ្នាំ1993រាជរដ្ឋាភិបាលក៏បានសម្រេចយកទីតាំងរមណីយដ្ឋានភ្នំបូកគោនេះបង្កើតជាឧទ្យានជាតិមួយឡើងដែលមានឈ្មោះជាផ្លូវការថាឧទ្យានជាតិព្រះមុនីវង្សបូកគោយោងតាមព្រះរាជក្រឹត្យខាងក្រោមនេះហើយចាប់តាំងពីការបង្កើតជាឧទ្យានជាតិនោះមកនៅលើបរិវេណភ្នំបូកគោមានសេសសល់សំណង់ចម្រុះរចនាបថបារាំងនិងខ្មែរជាច្រើនដែលបន្សល់ទុកកាលពីសម័យអាណានិគមបារាំងតួយ៉ាងដូចជាព្រះវិហារកាតូលិកព្រះរាជាដំណាក់ព្រះបាទស៊ីសុវត្ថិមុនីវង្សព្រះរាជាដំណាក់ស្លាខ្មៅនិងនៅឆ្នាំ2010គេបានសាងសង់រូបសំណាកលោកយាយម៉ៅដ៏ធំមួយដែលមានកម្ពស់29ម៉ែត្រដែលជារូបសំណាកខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជាហើយតែនេះគឺជារឿងរ៉ាវមួយចំនួនរបស់ឧទ្យានជាតិព្រះមុនីវង្សបូកគោដែលបងប្អូនទាំងអស់គ្នាបានស្គាល់កន្លងមកសូមជម្រាបបងប្អូនវីដេអូនេះគឺមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តវីដេអូនេះហើយបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច Follow និង Share វីដេអូនេះម្នាក់មួយផងសូមអរគុណហើយជួបជាមួយខ្ញុំជឿនវនីនៅវីដេអូក្រោយទៀតអរគុណដល់ផលិតផលទឹកយិនសិនម៉ាអេអ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាអេអ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើ